នៅប្រទេសជប៉ុនមានស្ត្រីឧស្សាហ៍ព្យាយាមដែលគេស្គាល់ថាជាអ្នកអូរ៉ូតេសពួកគេដឹកអ្នកដំណើរតាមផ្លូវជាញឹកញយរួមបញ្ចូលការខិតខំប្រឹងប្រែងខាងរាងកាយជាមួយនឹងការនិទានរឿងអំពីប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុនពួកគេភាគច្រើនជានិស្សិតមហាវិទ្យាល័យដែលចាប់យកការងារនេះដើម្បីរកប្រាក់កម្រៃនៅប្រទេសជប៉ុនការខិតខំប្រឹងប្រែងត្រូវបានគេគោរពឲ្យតម្លៃខ្ពស់ណាស់មិនថាការងារអ្វីនោះទេការអូរ៉ូតេសគឺជាការងារដែលមានប្រាក់ខែល្អហើយអ្នកចំណូលថ្មីត្រូវបានបណ្ដុះបណ្ដាលដោយអ្នកមានបទពិសោធន៍ដើម្បីធានាថាអ្នកដំណើរអាចជិះដោយរលូននិងសុវត្ថិភាពដើម្បីអូសបានពួកគេត្រូវការប្រើកម្លាំងនៃចង្កេះនិងជើងខណៈពេលដែលដៃគ្រប់គ្រងទិសដៅដើម្បីជៀសវាងការមិនស្រួលសម្រាប់អ្នកដំណើរប្រទេសអូសបានក្លាយជាផ្នែកមួយនៃវប្បធម៌របស់ប្រទេសជប៉ុនអស់រយៈពេលជាង150ឆ្នាំមកហើយដែលរួមបញ្ចូលគ្នានៅប្រពៃណីជាមួយនឹងជីវិតសម័យទំនើបស្ត្រីទាំងនេះបង្ហាញពីភាពជឿជាក់លើខ្លួនឯងការលះបង់និងមោទនភាពក្នុងការងាររបស់ពួកគេដោយបង្ហាញថាការងារស្មោះត្រង់ទាំងអស់សមនឹងទទួលបានការគោរពស្ដាប់សៀវភៅជាសម្លេងជាង300ក្បាលដោយចំណាយត្រឹមតែ$10,000សៀវភៅជាសម្លេង300ក្បាលចំណាយត្រឹមតែ$10,000ប៉ុណ្ណោះក្នុងមួយខែសម្រាប់លោកអ្នកដែលរវល់មមាញឹកនឹងការងារគ្មានពេលអានសៀវភៅតោះថ្ងៃនេះ admin សូមណែនាំ app ebook ដែលមានសៀវភៅដូចជាសៀវភៅសេដ្ឋកិច្ចសៀវភៅអភិវឌ្ឍសមត្ថភាពសៀវភៅសហគ្រិនភាពសៀវភៅទីផ្សារសៀវភៅមុខចំនួនល្បីៗទាញយកតាមដំណរភ្ជាប់ខាងក្រោមនេះបង់ប្រាក់ជាមួយ ABA លោកអ្នកអាចស្ដាប់បានដោយស្វ័យប្រវត្តិ